តើអ្នកគ្នាថ្ងៃនេះខ្ញុំមកប្រាំងអ្នកគ្នាអំពីរបៀបក្នុងការ scan រោគជាមួយនឹងមេរោគហើយក៏ដូចជាការពារក្នុងការពារឲ្យ laptop របស់អ្នកគ្នាកុំឲ្យមេរោគចូលទៅកាន់ laptop របស់យើងហើយវា security ហើយវានឹងធ្វើការ scan រោគជាមួយនឹង virus ថ្មីកុំឲ្យវាលាក់ឬក៏បន្លំខ្លួននៅក្នុង laptop របស់អ្នកគ្នាអញ្ចឹងដើម្បីយើងធ្វើបានអ្នកគ្នាកុំភ្លេចមើលវីដេអូនេះដល់ចប់ហើយកុំភ្លេចជួយចុច like share ឬក៏ subscribe នៅមួយដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតអូខេអញ្ចឹងយើងចូលទៅកាន់ laptop យើងទាំងអស់គ្នាអូខេជាដំបូងអ្នកគ្នាចូលមកដល់ laptop ហើយអ្នកគ្នាស្វែងរកការជាមួយនឹង start menu របស់ Windows ឬក៏អ្នកគ្នាចុចលើ keyboard ក៏បានដែរបាទអញ្ចឹងអ្នកគ្នាធ្វើការចូលទៅកាន់ setting បាទអញ្ចឹងបន្ទាប់ពីយើងចូលទៅកាន់ setting ហើយអ្នកគ្នាស្វែងរកគេថា privacy and security អូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះ laptop របស់គ្នានឹងមានហើយទៅលើគេដាក់ Windows បាទ security បាទអញ្ចឹងយើងចូលទៅកាន់ Windows security អូខេអញ្ចឹងបន្តមកអ្នកគ្នានឹងឃើញផ្នែកខាងលើនេះគឺវាបានខ្វែងមានន័យថាយើងបានបិទជាមួយនឹងការកម្ចាត់មេរោគឬក៏ផ្សេងៗអីហ្នឹងបាទអញ្ចឹងយើងចូលទៅកាន់ចំណុចហ្នឹងហើយអ្នកគ្នាធ្វើការ turn on វាឡើងវិញដើម្បីវាជួយក្នុងការការពារ laptop របស់យើងក្នុងការយើងប្រើប្រាស់ទៅលើអ៊ីនធឺណិតឬក៏យើងធ្វើការ download ជាមួយនឹងកម្មវិធីផ្សេងៗដែលមានស្គាល់ប្រភពច្បាស់លាស់វានឹងឆ្លងមេរោគចូលទៅកាន់ laptop របស់យើងធ្វើឲ្យ laptop របស់យើងងាយក្នុងការហានិភ័យទៅលើការវាយប្រហារផងដែរអូខេអញ្ចឹងបន្តមកអ្នកគ្នាធ្វើការចុច manage setting ហើយមកដល់ត្រង់ចំណុចនេះអ្នកគ្នាធ្វើការ turn on ផ្នែកខាងលើនេះមួយបាទអញ្ចឹងយើងធ្វើការចុច yes អូខេអញ្ចឹងអ្នកគ្នាស្គលមកក្រោមទៀតបើវាអត់តាន់បើកទេអ្នកគ្នាធ្វើការ turn on ទាំងអស់មកបើវា turn off ដូចបើខ្ញុំចេះអ្នកគ្នាធ្វើការ turn on ទាំងអស់មកបាទអូខេអញ្ចឹង turn on បាទអញ្ចឹងអ្នកគ្នា turn on ទៀតអូខេអញ្ចឹងយើងធ្វើការបើកវាឲ្យអស់ដើម្បីវាជួយសម្រួលក្នុងការពារមិនឲ្យយើងតឡើងកម្មវិធីមកវានឹងស៊ូយើងបើកម្មវិធីនឹងមានជំនឹងfile បង្កប់ឬក៏មេរោគផ្សេងៗវានឹងស៊ូយើងបញ្ជាក់តែយើងគូតែ download ឬក៏អត់អញ្ចឹងអូខេអញ្ចឹងអ្នកគ្នាធ្វើការចុច back ថយមកក្រោយមួយទៀតបន្ទាប់ពីយើងធ្វើការបើកអស់ហើយអ្នកគ្នាធ្វើការប្រសេសកន្លែងនេះមួយបាទឡើង virus នេះអ្នកគ្នាធ្វើការចុចធ្វើការ update បាទអញ្ចឹងយើងធ្វើការចុច update ហើយអ្នកគ្នាធ្វើការ check for update បាទអញ្ចឹងជារៀងរាល់មួយខែម្ដងឬក៏មួយអាទិត្យម្ដងយើងគួរតែធ្វើការ check ទៅលើការ update ទៅលើផ្នែកខាងនេះដើម្បីវាក្នុងការ update ជាមួយនឹងមេរោគថ្មីវានឹងធ្វើការ process ចេញលឿនណាអ្នកគ្នាហើយសម្រាប់អ្នកគ្នាដែលប្រើប្រាស់ជាមួយនឹង Windows license ពិតជាល្អខ្លាំងមែនទែនអូខេបើវា load ឲ្យ update អ្នកគ្នាគ្រាន់តែ update តាមវាទៅប៉ុន្តែនេះគឺខ្ញុំបានធ្វើការ update ជាមួយនឹងប្រភេទជំនាន់ចុងក្រោយហើយគឺវា load គ្រីសបៃតងនេះមានន័យថាវាគឺការពារបានហើយអូខេអញ្ចឹងអ្នកគ្នាធ្វើការ back មួយទៀតហើយបន្តមកអ្នកគ្នាយកផ្នែកខាងក្រោមនេះមួយទៀតអ្នកគ្នាចុច manage ហើយអ្នកគ្នាធ្វើការ turn on ដូចគ្នាអូខេបន្ទាប់ពីអ្នកគ្នាធ្វើការ update ហើយទៅលើចំណុចមួយទៀតខ្ញុំឲ្យអ្នកគ្នាទៅលើការ scan រោគជាមួយនឹងមេរោគអូខេអញ្ចឹងយើងធ្វើការ scan ជាមួយនឹងស្វែងរកជាមួយនឹងមេរោគវាអ្នកគ្នាធ្វើការចុចផ្នែកខាងនេះហើយបន្ទាប់មកវាកំពុងតែ scan រោគ file ឬក៏កន្ទុយ file ឬក៏ជាប្រភេទ virus ផ្សេងៗដែលវាអាចនឹងលាក់បង្កប់នៅកន្លែងណាមួយនៅក្នុង laptop របស់យើងណាអ្នកគ្នាអញ្ចឹងវានឹងធ្វើការ scan នៅចំណុចនេះហើយអ្នកគ្នាអាចធ្វើការ scan រយៈពេលមួយសប្តាហ៍ម្ដងឬក៏ពីរសប្តាហ៍ម្ដងឬក៏មួយខែម្ដងឬក៏មួយថ្ងៃម្ដងអីក៏ល្អដែរបើសម្រាប់អ្នកគ្នាដែលគាត់ប្រើប្រាស់ជាមួយនឹងឯកសារសំខាន់ចង់ការពារហើយបើថាអ្នកគ្នាចង់បានជាមួយនឹងប្រភេទ laptop ដែលមានជាមួយនឹង security ឬក៏ Windows license ក៏អ្នកគ្នាអាច comment ខាងក្រោមផងដែរខ្ញុំមាន laptop ជាប្រភេទ Windows license ជាច្រើនអ្នកគ្នាអញ្ចឹងបើពេលវា scan ពេញចប់អ្នកគ្នាធ្វើការវានឹងធ្វើការផ្ដាច់ដោយ auto បន្តិចតែម្ដងគឺយើងមិនចាំបាច់ធ្វើអីទេយើងធ្វើការបិទវាចោលសិនទៅហើយអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានធ្វើការ scan ឬក៏អ្នកគ្នាធ្វើការបើកជំនួស security ផ្សេងៗរួចហើយចំណុចមួយទៀតខ្ញុំចង់ឲ្យអ្នកគ្នាចូលទៅកាន់ Windows update បាទអញ្ចឹងអ្នកគ្នាធ្វើការចូលទៅកាន់ Windows ហើយអ្នកគ្នាចូលទៅកាន់ setting ហើយអ្នកគ្នាស្វែងរកនៅចំណុចចុងក្រោយគេដាក់ជំនួសពាក្យថា Windows updateចឹងអ្នកគ្នាធ្វើការចុចជំនួសពាក្យថា check ទៅលើការ update ទាំងអស់ទៅដើម្បីឲ្យ laptop របស់អ្នកគ្នាដំណើរការស្រួលហើយគឺវាបានជំនួសប្រភេទ Windows ថ្មីជួយការពារមេរោគកុំឲ្យវាឆ្លងឲ្យផ្សេងៗចឹងទៅបាទអញ្ចឹងបើវាមាន load ឲ្យ update អ្នកគ្នាគ្រាន់តែធ្វើការ update ទាំងអស់ទៅអ្នកគ្នាបាទ
ហើយក្នុងការ update យើងត្រូវការ internet ផងដែរអូខេអញ្ចឹងនៅពេលដែលវា update គឺយើងទុកវាចោលទៅបាទហើយនៅពេលវា update ពេញវានឹងធ្វើការឲ្យយើង restart ម៉ាស៊ីនមួយអញ្ចឹងអ្នកនរគ្នាគ្រាន់តែ restart តាមនៅចំណុចវាទៅគឺម៉ាស៊ីនរបស់យើងនឹងដំណើរការបានស្រួលហើយជាប្រភេទ version ចុងក្រោយទៀតអូខេអ្នកនរគ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនអ្នកនរគ្នាចង់បានវីដេអូឬក៏ចំណេះដឹងអីផ្សេងៗទៀតអាច comment ខាងក្រោមបើសិនអ្នកនរគ្នាកំពុងតែជួបបញ្ហាអីក៏អាច comment ខាងក្រោមបានផងដែរខ្ញុំនឹងធ្វើវីដេអូក្រោយជូនអ្នកនរគ្នាផងដែរអូខេកុំភ្លេច like share ឬក៏ subscribe មួយដើម្បីទទួលបានវីដេអូនិងចំណេះដឹងអីផ្សេងៗទៀតទាក់ទងជាមួយនឹង technology ថ្មីៗផងដែរអូខេអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ